ការបែងចែកមណ្ឌលបោះឆ្នោតឡើងវិញនិងសេចក្តីសម្រេចរបស់តុលាការកំពូលកំពុងធ្វើឲ្យការប្រកួតប្រជែងក្នុងសហភាពអាមេរិកកាន់តែរួមតូចយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី3 ខែឧសភាបានឲ្យដឹងថាចំនួនមណ្ឌលបោះឆ្នោតដែលមានការប្រកួតប្រជែងសម្រាប់សហភាពតំណាងរាស្ត្រសហរដ្ឋអាមេរិកបានធ្លាក់ដល់កម្រិតទាបជាប្រវត្តិសាស្ត្រដែលរឿងនេះកំពុងកាត់បន្ថយអំណាចសម្រេចចិត្តរបស់ម្ចាស់ឆ្នោតយ៉ាងខ្លាំងការវិភាគបានបង្ហាញថាជោគវាសនានៃការគ្រប់គ្រងសហភាពទាំងមូលអាចនឹងត្រូវសម្រេចដោយប្រជាជនអាមេរិកតិចជាង 10% ប៉ុណ្ណោះខណៈដែលអាសនៈច្រើនលើសលប់ត្រូវបានគេដឹងមុនបាត់ទៅហើយថាបកណានឹងឈ្នះដោយសារតែការរៀបចំខ្សែបន្ទាត់មណ្ឌលបោះឆ្នោតដើម្បីចំណេញផ្នែកនយោបាយស្ថានភាពនេះកាន់តែអាក្រក់ទៅបន្ទាប់ពីសេចក្តីសម្រេចចុងក្រោយរបស់តុលាការកំពូលដែលបានបើកផ្លូវឲ្យការបែងចែកមណ្ឌលបោះឆ្នោតដោយលំអៀងបកពួកនិយមកាន់តែខ្លាំងនិងបានធ្វើឲ្យចុះខ្សោយនៅច្បាប់សិទ្ធិបោះឆ្នោតដែលធ្លាប់ការពារមណ្ឌលដែលមានសហគមន៍ជនជាតិភាគតិចបច្ចុប្បន្នអាសនៈតែ32ប៉ុណ្ណោះក្នុងចំណោម435ដែលត្រូវបានចាត់ទុកថាមានការប្រកួតប្រជែងប្រផិតប្រផោយខណៈដែលអាសនៈជាង 85% ផ្សេងទៀតត្រូវបានគេវាយតម្លៃថាជាបន្ទាយរឹងមាំដែលមិនអាចរង្គោះរង្គើបានសម្រាប់បកនីមួយៗអ្នកជំនាញបានព្រមានថានៅពេលដែលបេក្ខភាពសហភាពលែងត្រូវការតាក់ទាញម្ចាស់ឆ្នោតដែលមាននិន្នាការកណ្ដាលហើយផ្ដោតតែលើការផ្គាប់ចិត្តអ្នកគាំទ្របកខ្លួនដើម្បីឈ្នះឆ្នោតវានឹងធ្វើឲ្យសហភាពអាមេរិកកាន់តែមានភាពបែកបាក់និងឈានទៅរកគោលនយោបាយជ្រុលនិយមដែលធ្វើឲ្យការអនុម័តច្បាប់សំខាន់ៗសម្រាប់ជាតិកាន់តែមានភាពលំបាកខ្លាំងជាងពេលមុនខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមានហ្វ្រីជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រុះរាន់ឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ